ជាសត្វរស់នៅដីធំជាងគេប្រភេទសត្វរស់នៅចំនួន3ត្រូវបានទទួលស្គាល់នាពេលបច្ចុប្បន្ននេះដំរីព្រៃអាហ្វ្រិក Lacodonta africana ដំរីព្រៃអាហ្វ្រិក Cyclothys និងដំរីអាស៊ី Elephas maximus ពួកគេគឺជាសមាជិកតែមួយគត់ដែលនៅរស់រានមានជីវិតនៃគ្រួសារ Elephantidae និងលំដាប់ Proboscidea សាច់ញាតិដែលផុតពូជរួមមាន Mammoth និង Mastodon លក្ខណៈប្លែកៗរបស់សត្វដំរីរួមមានប្រមៃវែងហៅថាប្រមៃភ្លុកត្រចៀកធំជើងដូចសសរនិងស្បែករឹងប៉ុន្តែមានសម្បុរប្រផេះប្រមៃនេះមានលក្ខណៈមិនគ្រប់គ្រាន់នាំអាហារនិងទឹកចូលមាត់ហើយចាប់យកវត្ថុផ្សេងៗJuice ដែលកើតចេញពីធ្មេញអ៊ីនស៊ីសើបម្រើទាំងជាអាវុធនិងជាឧបករណ៍សម្រាប់ផ្លាស់ទីវត្ថុនិងជីកត្រចៀកធំជួយរក្សាសីតុណ្ហភាពរាងកាយថេរក៏ដូចជាទំនាក់ទំនងដំរីអាហ្វ្រិកមានត្រចៀកធំជាងនិងខ្នងកោងចំណែកដំរីអាស៊ីមានត្រចៀកតូចជាងនិងប៉ោងឬខាងក្រោយកម្រិត